ថ្ងៃនេះឆ្លៀតកាត់คลิปវីដេអូមួយចាពីការធ្វើខ្ទឹមជ្រក់ខ្ទឹមជាមួយនឹងម្ទេសផ្លោក និយាយពីថាคลิปនេះណាបងប្អូនថតតាំងពី6ខែ5-6 ខែតម្រាំតែមានពេលកាត់តចាបងប្អូនដូចឃើញស្រាប់ហើយเพจនេះខ្ញុំមករយៈក្រោយនេះគឺអត់សូវបានចែករំលែកអីជាคลิปវែងៗទេចាមានតាអាសាផុសคลิป reel ចាខ្លីៗវីដេអូខ្លីៗដើម្បីតែកុំឲ្យតែស្ងាត់ពេកអញ្ចឹងណាចាឥឡូវមកបង្ហាញបងប្អូនពីការធ្វើខ្ទឹមជ្រក់ខ្ទឹមជាមួយម្ទេសផ្លោម្ដងសម្រាប់បងប្អូនដែលអត់ចូលចិត្តញ៉ាំហឹរខ្លាំងចាអត់សូវប្រកែហឹរដូចជានេះខ្ញុំជាដើមអីណាចាតែហឹរហើយហឹរហោះហឹរហើអីហ្នឹងគឺធន់មិនបានដូចគេទេបងប្អូនអើយវិធីស្រួលមានខ្ទឹមមកអូខ្ទឹមនេះខ្ញុំល្អមែនតែនចាមើលណែខ្លែបឡើងប៉ុណ្ណាណៃធំហ្មងចាហើយនេះខ្ញុំចិត្តបែបនេះមកបងប្អូនចាប្រទេសស្ដាងអញ្ចឹងមកណាចាហើយឯម្ទេសផ្លោកវិញនេះខ្ញុំមាន3ហើយខ្ទឹមនោះមានច្រើនមើមដែរប៉ុន្តែអានឹងធ្វើតិចធ្វើច្រើនទៅតាមចំណូលចិត្តចឹងទៅឯនេះវិញគឺទឹកពុះចានេះខ្ញុំដាក់ដាំទឹកឲ្យពុះណាបន្ទាប់មកគឺចាក់មកក្នុងកធុនមួយទៅដើម្បីយកខ្ទឹមដែលនេះខ្ញុំហាន់ស្ដើងហ្នឹងយកមកស្រុះចាស្រុះទុកចំនួនតែ2នាទីអីទេចាយើងកូរឲ្យសព្វទៅហើយលើកចេញជាការស្រេចចាធ្វើបែបនេះមកណាបងប្អូនចាងាយដើម្បីឲ្យអស់អាជាតិហាងចាជាតិហាងជាតិខ្ទឹមក្លិនខ្ទឹមអញ្ចឹងណាបន្ទាប់មកទៀតហ្នឹងគឺនាងខ្ញុំដាក់ដាំទឹកចាដាំទឹកចិត្តពុះចឹងទៅនាងខ្ញុំចាក់ស្រោះជាមួយនឹងម្ទេសផ្លោកនេះខ្ញុំយកគ្រាប់ចេញខ្លះនិងអត់ខ្លះចាធ្វើបែបនេះទៅដើម្បីឲ្យមាននៅសល់គ្រាប់តិចចឹងណាដល់ពេលយើងជ្រក់ទៅឃើញមានគ្រាប់មានអីដដែលចុះដដែលឡើងហ្នឹងវាល្អមើលមួយយ៉ាងតាមសុភ័ណភាពចឹងណាបន្លំរបៀបដូចថាមានម្ទេសដែរអញ្ចឹងណាហើយនាងខ្ញុំយកទៅកិនបងប្អូនចាកិនឲ្យម៉ត់មិនបាច់ម៉ត់ពេកទេមានរបៀបតិចអញ្ចឹងមកចាក៏ស្អាតម្យ៉ាងហើយក៏ចាក់ចូលគ្នាណាខ្ទឹមមកបងប្អូនយើងស្រស់បានតិចអញ្ចឹងទៅដូចនាងខ្ញុំបង្ហាញនៅមុនហ្នឹងចាគឺស្រួយឆ្ងាញ់ហើយគឺអត់មានក្លិនរបៀបក្លិនខ្ទឹមស្រស់វាហេងហាងចារួចមកទៀតហ្នឹងគឺចាប់ផ្ដើមលាយគ្រឿងតែម្ដងស្ករនេះខ្ញុំដាក់រៀងច្រើនតិចឯងព្រោះថាជ្រក់យើងត្រូវការជូរប្រៃផ្អែមអញ្ចឹងណាចាបើបងប្អូនញ៉ាំប៊ីចេដាក់បន្តិចទៅបើអត់ញ៉ាំក៏អត់អញ្ចឹងទៅចាតាមទម្លាប់ម្នាក់ណាចាមានដាក់អំបិលតិចផងដែរហើយនេះគឺជាទឹកខ្មេះហ្នឹងគឺទឹកខ្មេះប៉ោមមកបងប្អូនចាបារាំងគឺសបោទឹកខ្មេះប៉ោមណាបងប្អូនព្រោះថាប្រទេសបារាំងគឺសបោដើមផ្លែប៉ោមមែនតែនចាអញ្ចឹងគេចម្រាញ់ចេញជាទឹកខ្មេះគេធ្វើចេញជាទឹកក្រូចញ៉ាំទឹកអីអូយពីរសជាតិចេញពីប៉ោមហ្នឹងគឺមិនខ្វះទេចាបន្ទាប់ពីលាយសពចង់ហើយគឺច្បល់ចូលគ្នាចឹងមកភ្លក់មើលទៅចាសំតាមចិត្តរសជាតិដែលយើងចង់បានចឹងទៅគឺល្មមហើយបងប្អូនចាសម្រាប់នាងខ្ញុំគឺរួចរាល់ហើយយកកែវគីឡូកែវថ្មយូរមកយកមកដាក់រៀបចំទុកចឹងណាហើយពេលណាត្រជាក់ចាចាំដាក់ទៅក្នុងទូទឹកកកជាការស្រេចតែម្ដងជ្រក់ភ្លាមបានញ៉ាំភ្លាមតែ2-3ម៉ោងក្រោយហ្នឹងគឺថាញ៉ាំឆ្ងាញ់តែម្ដងហើយនេះខ្ញុំមានលក់ស្រោមផងដែរបើសិនជាបងប្អូនចង់បានសូមកុំភ្លេចឆាតចូល page